Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអេមីនមកបន្តសាច់រឿងស្នេហាចៃដន្យរបស់យើងទៀតហើយនៅគ្នាយើងមានតែគេឆ្ងល់ថាការពីចុងភាគមុនហ្នឹងមិនបានតួប្រុសដែរទៅរកតួស្រីហើយមិនបានគាត់ដឹងថាតួស្រីនៅដឹងហើយមិនឆ្ងល់ទេដែរចាំអេមីនសម្រេចឲ្យអ្នកទាំងអស់គ្នាដឹងដែលកាលពី2ម៉ោងមុនហ្នឹងគឺតួប្រុសបានអង្គុយនៅផ្ទះប៉ារបស់គាត់កំពុងតែអានអត្ថបទដែលស៊ូយីបានសរសេរហើយនិយាយពីថាគាត់អានជក់នោះជួលរហូតដល់ប៉ារបស់គាត់នឹងហេឡើងពី3ដងហើយមិនគាត់ដឹងខ្លួនមកវិញពេលហ្នឹងប៉ារបស់គាត់ក៏បានសួរថាតួប្រុសនឹងកំពុងភ្លុកធ្វើអីគេមិនបានជាអត់លឺគាត់ហៅអញ្ចឹងតួប្រុសក៏បានតបទៅប៉ារបស់គាត់វិញថាគាត់កំពុងមើលកិច្ចសម្ភាររបស់ពូខ្វាងហើយចុះតើប៉ារបស់គាត់ថាគាត់នឹងមានការអីដែរដល់ពេលហើយទៅប៉ារបស់គាត់ក៏បានសួរគាត់ថាតើទូប្រុសនឹងកំពុងតែតាក់ទងដដែលសម្ដែងម្នាក់មែនព្រោះថាគាត់ទើបតែដឹងមកដែរហ្នឹងទូប្រុសក៏បានសួរទៅវិញថាតើនរណាគេជាអ្នកប្រាប់ប៉ារបស់គាត់គ្រាន់តែតបថាឲ្យប្រាប់គាត់មកបើសិនបើវាគឺជាការពិតទូប្រុសគាត់នៅតែប្រកែកថាវាគ្មានរឿងបែបហ្នឹងនោះទេហើយភ្លាមនោះស៊ីយូនេះក៏បានរត់មកទាំងសប្បាយចិត្តដើម្បីជួបតារបស់នាងបានលោកតាវិញគាត់តែឃើញចៅមកភ្លាមនិយាយពីថាសប្បាយចិត្តមិនស្ទើរដែរហ្នឹងតែគាត់ក៏បានសួរទៅស៊ីយូទាំងឆ្ងល់ថាក្រែងនាងប្រាប់មកគាត់ថានាងនឹងទៅបណ្ណាល័យជាមួយនឹងអ្នកគ្រប់គ្រងរបស់នាងនោះស៊ីយូក៏បានតបថាបងស្រីស៊ូយីក៏បានទៅណាត់ជុំនឹងបរិសម្នាក់បាត់ហើយទូប្រុសគ្រាន់តែលើថាស៊ូយីទៅបលែងដែតភ្លាមគាត់អង្គុយមិនជាប់ទេហើយស្រាប់នឹងពេលហ្នឹងគឺថាស៊ីយូនាងអង្គុយនិយាយជាមួយនឹងតានាងលស្និទ្ធស្នាលយំហ្មងដែលនាងបានប្រាប់តារបស់នាងថាគឺនាងមិនចង់ដូចបងស្រីម្នាក់ដែលនាងធ្លាប់ស្គាល់នោះទេដោយបងស្រីម្នាក់ហ្នឹងគឺត្រូវបានគេចូលមកតាក់ទងក៏ប៉ុន្តែទំនាក់ទំនងមួយហ្នឹងគឺមិនច្បាស់លាស់នោះទេស៊ីយូក៏បន្តនិយាយទៀតថានាងគឺមិនចង់បញ្ចប់ដូចបងស្រីម្នាក់នោះឡើយត្រូវគេបោកទាំងលុយបោកទាំងខ្លួនប្រាណនាងនិយាយមិនទាន់ទាំងចប់ពីមាត់ស្រួបួផងក៏ត្រូវបានទូប្រដាក់ក្បាលមកសភៅឲ្យបុកលេងទៅកុំអត់ចេះតែនិយាយលេងផ្ដេសផ្ដាសទៀតហើយស៊ីយូនាងអត់យល់ហ្មងថាហេតុអីបានជាទូប្រនោះមកខឹងនាងខ្លាំងគ្រាន់តែនាងនិយាយពីរឿងអ្នកដទៃសោះហ្នឹងហើយសេចក្ដីក៏បានកាត់មកដល់2ម៉ោងក្រោយវិញទូប្រុសក៏បានហៅស៊ូយីឲ្យដើរមកតាមគាត់តែស៊ូយីនេះក៏បានតបទៅវិញថាទៅជាមួយគាត់រឿងអីព្រោះថានាងឥឡូវហ្នឹងគឺរវល់ណាស់ឲ្យគាត់យល់ផងទើបទូប្រុសក៏បានសួរស៊ូយីទាំងឆ្ងល់ថាតើនាងរវល់ណាស់ជួបគ្នានឹងមែនទេតែពេលនោះស៊ូយីនាងក៏ប្រញាប់ប្រកែកថាមិនមែនទេគាត់គឺជាមនុស្សដែលនាងធ្លាប់ស្គាល់តាំងពីនៅក្មេងហើយនាងក៏បន្តកាត់ក្នុងចិត្តរបស់នាងថានាងគឺមិនចង់ប្រាប់ទូប្រុសការពិតនោះទេព្រោះថាខ្លាចគាត់មិនសប្បាយចិត្តអីអញ្ចឹងទៅបន្ទាប់ពីហ្នឹងស៊ូយីនាងក៏បានហៅឈ្មោះទូប្រុសព្រមទាំងសួរគាត់ថាតើគាត់មិនជឿនាងទេហើយនាងក៏បានដើរចូលទៅជិតគាត់សន្សឹមព្រមទាំងសួរគាត់ថាតើគាត់ខឹងនាងមែនអត់ទូប្រុសក៏មិនបានតបនឹងនាងនោះទេក៏ប៉ុន្តែគាត់បែរជាគិតក្នុងចិត្តរបស់គាត់វិញថាគាត់នឹងសុខចិត្តចាញ់នាងប្រសិនបើនាងមើលមកភ្នែករបស់គាត់ហើយពេលហ្នឹងស៊ូយីនាងគឺពិតជាមើលទៅភ្នែករបស់គាត់ពិតមែនហើយគាត់ក៏បន្តគិតទៀតថាតែប៉ុណ្្នឹងគឺគាត់លែងព្រួយបារម្ភរឿងអីទៀតហើយបន្ទាប់ពីហ្នឹងទូប្រុសក៏បានដើរចូលទៅជិតនាងព្រមទាំងសួរនាងថាកំដរគាត់បានអត់ស៊ូយីនាងក៏បានប្រាប់ទៅគាត់វិញថាពេលនេះគឺមនុស្សច្រើនណាស់កុំឲ្យគាត់ធ្វើអញ្ចឹងអីក៏ប៉ុន្តែតាមពិតទៅទូប្រុសក៏គ្រាន់តែយកស្លឹកឈើចេញពីសក់របស់នាងសោះហើយស៊ូយីនឹងខំតបិតភ្នែកតែទូប្រុសគាត់គឺពិតជាមានរឿងពឹងពាក់ទៅនាងទើបគាត់បានប្រាប់ឲ្យថ្ងៃស្អែកឲ្យនាងមកក្រុមហ៊ុនរបស់គាត់ថ្ងៃបន្ទាប់នៅឯក្រុមហ៊ុនរបស់ទូប្រុសវិញម្ដងហើយទូប្រុសកំពុងតែឆោតសរេអែវព្រោះថាខ្លាចស៊ូយីមើលមកវារញ៉េរញ៉ៃហើយស្រាប់នឹងពេលហ្នឹងក៏មានអ្នកមកគោលទ្វារហើយគ្រាន់តែបានលឺភ្លាមទូប្រុសក៏បែរជាមកឈរចុចទូរស័ព្ទវិញហើយពេលហ្នឹងស៊ូយីក៏បានហៅឲ្យទូប្រុសមើលមកនាងសិនទើបនាងក៏បានដើរចូលមកតាមក្រោយហើយគ្រាន់តែទូប្រុសឃើញថាស៊ូយីនឹងពាក់រ៉ូបក្រហមព្រមទាំងញញឹមយ៉ាងស្រស់គ្រាន់តែបានឃើញបែបហ្នឹងទូប្រុសមានអារម្មណ៍ថាបេះដូងរបស់គាត់គឺលោតខុសចង្វាក់ភ្លាមតែម្ដងផ្លឹកដល់ថ្នាក់ស៊ូយីហើយគាត់ឡើងពីបេះដូងស៊ូយីនឹងគ្រាន់តែចង់សួរគាត់ថាវាគឺជាថ្ងៃចុងសប្តាហ៍តើគាត់អត់មានលេខាទេអីហើយពេលហ្នឹងទូប្រុសបានគិតថាស៊ូយីនឹងហើយគឺជាលេខារបស់គាត់ហ្នឹងហើយគាត់ក៏បានហៅឲ្យស៊ូយីចូលមកធ្វើការងារមកហើយគ្រាន់តែបានឃើញឯកសារដែលទូប្រុសបានដាក់ឲ្យនាងមើលហ្នឹងនិយាយពីថាគាត់ឡើងដូចភ្នំហើយដល់ពេលអញ្ចឹងមិនដឹងថាទូប្រុសចង់ឲ្យនាងមកធ្វើការថែមមកឬក៏ចង់ឲ្យនាងនៅជាមួយគាត់ពេញមួយថ្ងៃទេហើយគ្រាន់តែបានឃើញនាងធ្វើមកអញ្ចឹងគាត់ក៏បាននិយាយទៅថាបើសិនជាវាអត់តន់គ្រប់ទេចាំគាត់ឲ្យគេរៀបចំបន្ថែមទៀតដល់ពេលលឺអញ្ចឹងស៊ូយីនេះក៏ប្រញាប់ឆ្លើយថាវាគ្រប់គ្រាន់ហើយរួចហើយនេះក៏បានប្រញាប់ទៅធ្វើភ្លាមហើយពេលហ្នឹងនេះបានអង្គុយធ្វើការយ៉ាងយូរតាំងពីថ្ងៃរៀនរហូតដល់ថ្ងៃរៀបលេងតែស៊ូយីគឺពិតជាឆ្ងល់នឹងតួប្រុសខ្លាំងមែនទែនគឺថាគាត់មួយថ្ងៃហ្នឹងអង្គុយធ្វើការឡើងធម្មតាទើបនាងក៏ចាប់ផ្ដើមឆ្ងល់ថាទីឡតួប្រុសគាត់អត់ធ្វើការងារអីទេបោកនាងឲ្យធ្វើការតែម្នាក់អីទៅហើយនាងមកបណ្ដាកិនបណ្ដារហូតដល់ថ្នាក់តួប្រុសចាប់បានថានាងកំពុងតែសម្លឹងមើលគាត់ទើបពេលហ្នឹងគាត់ក៏បានសួរនាងថាឃ្លានមែនក៏ប៉ុន្តែតួស្រីនាងក៏ប្រញាប់ប្រកែកថាអត់ទេហើយគាត់ក៏បានសួរតនាងថាហើយមិនបានចេះតែសម្លឹងមើលមកគាត់អញ្ចឹងនាងក៏បានឆ្លើយថាត្រូវហើយនាងគឺពិតជាមើលទៅគាត់ពិតមែនក៏ប៉ុន្តែនាងក៏បានឆ្ងល់ថាបើគាត់មិនបានសម្លឹងមកមើលនាងផងហ្នឹងមិនបានជាគាត់ដឹងថានាងសម្លឹងទៅមើលគាត់ពេលហ្នឹងនាងក៏បានសើចព្រមទាំងនិយាយថានាងនឹងនៅតែមើលគាត់បែបហ្នឹងទៀតដល់ពេលទូប្រុសលឺអញ្ចឹងមិនដឹងថានិយាយអីទៀតទេហើយស៊ីយ៉ានគាត់នៅអង្គុយមើលនាងវិញរហូតក៏ប៉ុន្តែពេលហ្នឹងមិនដឹងជាគាត់គិតអីនោះទេក៏បានតែអង្គុយ
ចិត្តកូនស្រីគេយកហ្មងពេលហ្នឹងក៏បានដល់បន្តែហើយក៏បានប្រាប់នាងថាឲ្យមើលមកគាត់មកក៏ប៉ុន្តែស៊ូយីនាងឡងអៀនគឺថាមិនហ៊ានមើលទៅគាត់នោះទេទោះបីជាត្រូវនាងប្រាប់ថាមើលឲ្យក៏ដោយក៏គាត់នឹងអត់ព្រមដែរតែគាត់បានទីមុខរបស់នាងឲ្យមកមើលគាត់ឡើងចិត្តនិយាយទៅថាទូប្រឥឡូវហ្នឹងហ៊ានខ្លាំងមែនទែនហើយគាត់ក៏ថែមតបានរករឿងនាងទៀតថាស៊ូយីនឹងមើលគាត់មួយថ្ងៃហើយមិនផងអត់ឲ្យគាត់មើលនាងវិញទេមែនពេលហ្នឹងស៊ូយីនឹងក៏តបថាដោយសារតែនាងខ្លាចគាត់ញៀននឹងភាពស្រស់ស្អាតរបស់នាងហើយទូប្រក៏តបវិញថាស៊ូយីខ្លាចធ្វើអីចុះបើគាត់ញៀនថាមានបញ្ហាអីមែនឬមួយក៏នាងខ្លាចថាគាត់នឹងញ៉ាំនាងដល់ពេលដែលនាងឮទូប្រនិយាយអញ្ចឹងអៀនផងរំភើបផងហើយពេលហ្នឹងគាត់ក៏បានច្បិចពណ៌នាងព្រមទៅសួរនាងថាមិនបានជានាងមិនអៀនអញ្ចឹងពេលនោះស៊ូយីក៏បានងើបចេញព្រមទាំងនិយាយថាទូប្រនឹងរំខានណាស់ហើយពេលហ្នឹងនាងក៏ត្រូវបានទូប្រទាញដៃយកទៅវិញដែលធ្វើឲ្យនាងដួលទៅលើគាត់ហើយពេលហ្នឹងទូប្រក៏បានសួរនាងថាតើនាងនឹងស្ដាប់អ្វីគ្រប់យ៉ាងដែលគាត់និយាយដែរទេទូស្រីក៏ប្រញាប់ឆ្លើយថានាងស្ដាប់តែប្រសិនបើនាងមិនស្ដាប់គាត់ស្មានតែនាងមកតាមការហៅរបស់គាត់មិនអញ្ចឹងពេលហ្នឹងទូប្រក៏និយាយថាឥឡូវហ្នឹងគាត់ឃ្លានហើយគាត់តែបានលើអញ្ចឹងស៊ូយីនាងក៏បានគិតថាតើទូប្រនឹងចង់បានន័យថាម៉េចហើយពេលហ្នឹងស៊ូយីក៏និយាយរៀបរាប់ឡើងមកថាប៉ុន្តែវាគឺជាពេលថ្ងៃហើយនេះនៅក្នុងការិយាល័យទៀតវាគឺមិនសមរម្យនោះទេទូប្រក៏បានទាញនាងមកសួរថាអីគេដែលមិនសមរម្យហើយចុះតើស្អីគេដែលនាងនិយាយថាមិនអាចធ្វើនៅក្នុងការិយាល័យពេលថ្ងៃបានហ្នឹងទូប្រក៏បន្តសួរថាតើអ្នកណាសុំអ្នកយកព័ត៌មានផ្សេងឲ្យបង្អួតសម្រាប់ដោយប្រាក់ខ្សែភ្នែកនោះស៊ូយីនាងក៏បាននឹកឃើញថាគឺជាខ្លួនឯងនឹងហើយគឺជាអ្នកនិយាយទូប្រក៏នៅតែសួរដដែលហើយថែមទាំងចង់ឲ្យនាងឆ្លើយទៅគាត់វិញទៀតពេលនីមួយៗដែលទូប្របានសួរទៅស៊ូយីនឹងធ្វើឲ្យបេះដូងរបស់នាងលូតញាប់ព្រមទាំងធ្វើរបស់នាងក៏ក្រហមផងដែរនៅពេលដែលបានឃើញនាងបែបហ្នឹងទូប្រក៏គិតក្នុងចិត្តថាមុខរបស់នាងគឺពិតជាគួរឲ្យស្រឡាញ់ណាស់ហើយគាត់ក៏មិនដែលឃើញនាងបែបនេះពីមុនមកដែរពេលហ្នឹងមុខរបស់ទូប្រហើយនឹងតួស្រីនៅឡើងចិត្តគ្នាដល់ថ្នាក់ចំរបស់ទូប្រនឹងទៅប៉ះថ្ពាល់របស់នាងទើបស៊ូយីនាងក៏បានយកដៃខ្ទប់មាត់របស់គាត់ព្រមទាំងនិយាយទៅគាត់ថាគឺនាងចង់ទៅបន្ទប់ទឹកបន្តិចទូប្រគាត់ក៏ញញឹមព្រោះដឹងថានេះគ្រាន់តែជាលេសរបស់នាងនោះទេទូប្រក៏បានប្រាប់ឲ្យស៊ូយីនៅញ៉ាំអាហារនឹងហើយព្រោះថាគាត់បានប្រាប់ឲ្យគេរៀបចំអាហារសម្រាប់នាងនៅក្នុងការិយាល័យរបស់គាត់នឹងឯគ្នាយើងហេតុតែមនុស្សស្លាញ់គេគាត់តែឃើញគេញ៉ាំឡើងមានក្តីសុខអញ្ចឹងគាត់ក៏មានក្តីសុខតាមនឹងដែរហើយស្រាប់នឹងពេលហ្នឹងទូប្រក៏ត្រូវដល់ម៉ោងទៅប្រជុំគាត់ក៏បានប្រាប់ស៊ូយីឲ្យដឹងដែរតែពេលនោះគាត់ក៏បានសួរនាងថាតើស៊ូយីមានទំនាប់ញ៉ាំអាហារថែរៀងអីដែរអត់ស៊ូយីក៏ប្រញាប់តបថានាងធ្វើវាជាប្រចាំតែទូប្រក៏បានសួរថាចុះបើឥឡូវនេះនាងកំពុងតែញ៉ាំនំខេកវាមិនអីទេមែនអត់គាត់តែបានលើកបែបហ្នឹងស៊ូយីនាងឡើងខឹងហ្មងព្រោះថាទូប្រនឹងកំពុងតែចង់ថានាងធាត់មែនបន្ទាប់ពីទូប្របានទៅប្រជុំស៊ូយីនាងអង្គុយអបសុកខ្លាំងណាស់ដោយសារតែអបសុកពេកនាងក៏បានឆាត់ទៅសានលេងដោយសារតែនាងគិតថាឥឡូវហ្នឹងនាងមិនចង់ខ្លាចជាមីងតុយរបស់អ្នកណាទៀតនោះទេគឺគ្រាន់តែចង់ធ្វើជាមិននឹងទូប្របានហើយសាននាងឡើងភ្ញាក់ផ្អើលយកហ្មងមិននឹកស្មានថាស៊ូយីបងកំណត់អីចោលលឿនដល់ថ្នាក់ហ្នឹងសោះស៊ូយីក៏តបថាចង់ឲ្យនាងនៅធ្វើអីទៀតបើទូប្រដុតនាងសាហាវយ៉ាងហ្នឹងតែពេលហ្នឹងសានមិនបានតបនាងនោះទេទើបស៊ូយីនឹងក៏បានគិតថាប្រហែលជាសាននឹងរវល់ហើយដោយមិនដឹងថាត្រូវធ្វើអីទៀតហ្នឹងពេលនោះស៊ូយីក៏សង្ងំកេងត្មងទៅលុំមកដល់ពេលល្ងាចទូប្រក៏បានចេញពីប្រជុំវិញហើយគាត់តែបានបើកទ្វារទៅភ្លាមពួកគេរាល់គ្នាដែលបានឈរនៅទីហ្នឹងគឺនាំគ្នាស្រឡាំងកាំងព្រោះតែបានឃើញថាមានមនុស្សស្រីកំពុងតែគេងនៅក្នុងបន្ទប់អូហ្វីរបស់ទូប្រក៏បានមើលទៅពួកគេរាល់គ្នាដែលនៅទីហ្នឹងឡើងចង់ស៊ីសាច់ហ្មងហើយគាត់ក៏បានបិទទ្វារវិញទៅទូប្រក៏បានដើរចូលទៅជិតស៊ូយីព្រមទាំងអង្គុយមើលនាងនៅពេលដែលគាត់ឃើញថាស៊ូយីគេងបែបហ្នឹងគាត់បារម្ភថាខ្លាចនាងឯងនឹងឈឺកនៅពេលដែលងើបឡើងទើបគាត់ក៏បានជួយសេរីឲ្យនាងគេងឲ្យត្រង់ខ្លួនតែពេលហ្នឹងស៊ូយីក៏មកមើលគេនិយាយទូប្រស្ដាប់មិនសូវបានក៏បានអោនចូលទៅជិតតែពេលហ្នឹងស្រាប់តែស៊ូយីបែរមកវិញហើយក៏បានធ្វើឲ្យមាត់របស់នាងប៉ះនឹងចង្កេះរបស់ទូប្រហើយនាងក៏បានបែរខ្លួនមកមួយចំហៀងទៀតវិញនៅពេលដែលទូប្រឃើញបែបហ្នឹងក៏បានយកឯរបស់គាត់ទៅគ្របពីលើនាងអានោះទូប្រទេនៅអង្គុយអៀនតែឯងដែលហួចចិត្តនឹងទង្វើរបស់នាងដែលមិនដឹងខ្លួនអីសោះគ្រាន់តែស៊ូយីងើបឡើងភ្លាមនាងក៏បានឃើញថាឥឡូវហ្នឹងនាងនៅក្នុងបន្ទប់ហ្នឹងតែឯងទេហើយមេឃឥឡូវហ្នឹងក៏យប់ដែរស៊ូយីក៏បានយកទូរស័ព្ទមកមើលពេលហ្នឹងនាងក៏បានឃើញថាសានឆាតមកនាងជាច្រើនសាននាងក៏បានឲ្យយោបល់មកស៊ូយីថាកុំឲ្យស៊ូយីនឹងបោះបង់អីព្រោះថានាងគឺមិនចាញ់នោះទេមានតែចំណេញលើដើមសានបានប្រាប់ឲ្យស៊ូយីនឹងខំប្រឹងទៅមុខទៀតគឺនាងសង្ឃឹមថាស៊ូយីឯងនឹងរៀបការជាមួយនឹងគ្រួសារអ្នកមានគឺថាស៊ូយីនឹងសងតែមិនជឿថាសានឆាតមកនាងវិញអញ្ចឹងសោះក៏ប៉ុន្តែរឿងដែលនាងឆ្ងល់ឥឡូវហ្នឹងគឺនាងឆ្ងល់ថាទូប្របានត្រឡប់មកវិញម្ដងនៅហើយនាងគឺបំរុងទៅឆាតទៅរកគាត់ទៅហើយក៏ប៉ុន្តែពេលនោះទូប្រក៏បានបើកភ្លើងបន្ទប់ហ្នឹងតែធ្វើឲ្យស៊ូយីឃើញថាតាមពិតទៅទូប្រក៏នៅទីហ្នឹងដែរគាត់ក៏បានដើរចូលមកព្រមទាំងសួរនាងថាភ្ញាក់ហើយមែនស៊ូយីនាងក៏ចាប់ផ្ដើមភ័យយកហ្មងព្រោះគិតថាទូប្រច្បាស់ជាលឺអ្វីដែលសានបាននិយាយអស់ហើយនាងក៏ចាប់ផ្ដើមសួរគាត់ថាមិនបានជាគាត់នៅទីហ្នឹងអញ្ចឹងទូប្រក៏សួរតនាងវិញនេះគឺជាការិយាល័យរបស់ខ្ញុំឬជារបស់នាងស៊ូយីក៏តបថាគឺជារបស់គាត់នឹងហើយទូប្រក៏បានប្រាប់ស៊ូយីតទៀតថាគាត់ទៅចេញមកពីលាងដៃមិញហ្នឹងហើយស៊ូយីនឹងកាត់អីមែនគាត់តែបានដឹងបែបហ្នឹងស៊ូយីនឹងឡើងធូរទ្រង់ព្រោះគិតថាទូប្រមិនបានលើសំឡេងដែលសានបាននិយាយមុននឹងនោះទេពេលហ្នឹងទូប្រ
ប្រុសក៏បាននិយាយប្រាប់ទៅស៊ូយីថាកិច្ចប្រជុំកំពូលនៅទីក្រុងហ្វូចាប់ផ្ដើមពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យខាងមុខនេះគាត់ក៏បានសួរនាងថាតើនាងនឹងទៅដែរអត់ពេលហ្នឹងស៊ូយីនាងក៏បានគិតថាកម្មវិធីជួបប្រជុំមួយហ្នឹងគឺសុទ្ធសឹងតែមានអ្នកមានមុខមានមាត់ហើយជាពិសេសម្ចាស់ភាគហ៊ុនធំក៏ទៅទីហ្នឹងដែរបន្ទាប់ពីគិតហើយស៊ូយីនាងក៏និយាយថាខ្ញុំចង់ទៅប៉ុន្តែខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមនោះទេតែតួប្រុសបានផ្ដល់នូវសម្លៀកបំពាក់ព្រមទាំងអ្វីដែលនាងត្រូវការគាត់ក៏បាននិយាយថាគាត់នឹងនាំនាងទៅទីនោះគាត់ក៏បានបន្តនិយាយទៀតថាស៊ូយីនឹងត្រូវតែធ្វើតាមគាត់ស៊ូយីនឹងក៏បានសួរថាធ្វើតាមគាត់យ៉ាងម៉េចតួប្រុសគ្រាន់តែតបថាអាហារនិងកន្លែងស្នាក់នៅហើយស៊ូយីពិតជាសប្បាយចិត្តណាស់គ្រាន់តែលើលក្ខខណ្ឌរបស់តួប្រុសងាយៗស្រួលបែបហ្នឹងហើយនាងក៏បានគិតថានាងច្បាស់ជាទៅកិច្ចប្រជុំនោះជាមួយនឹងតួប្រុសនាងគិតឡើងសប្បាយចិត្តក៏ប៉ុន្តែនាងមិនបានដឹងទេថាតាមពិតទៅពាក្យដែលសានបាននិយាយតួប្រុសគាត់ក៏បានស្ដាប់ឮដែរហើយក្នុងពេលឥឡូវហ្នឹងក៏កំពុងតែមើលទៅនាងហើយក៏បានគិតថាចង់បានប្រយោជន៍ពីគាត់មែនអត់ហើយក៏នឹងនៅចាំមើលជំនាញសម្ដីរបស់នាងបន្តទៀតនៅព្រឹកបន្ទាប់នៅឯក្រុមហ៊ុនរបស់តួស្រីធ្វើការនៅពេលហ្នឹងស៊ូយីនាងកំពុងតែសុំនាយករបស់នាងដើម្បីទៅប្រជុំនៅទីក្រុងហ្វូជាមួយនឹងតួប្រុសនៅពេលដែលគាត់បានឮថាតួប្រុសបានហៅស៊ូយីទៅប្រជុំជាមួយនឹងគ្នាបែបហ្នឹងគាត់ក៏បានសុំបញ្ជាក់ថាតួប្រុសហ្នឹងគឺពិតជានាំនាងទៅទីនោះមែនទេស៊ូយីក៏តបថាវាប្រកាសជាបែបហ្នឹងហើយតែនាយករបស់នាងនៅចង់ដឹងថាពួកគេទាំងពីរនាក់ហ្នឹងត្រូវជាអីនឹងគ្នាជាសង្សារនឹងគ្នាមែនប៉ុន្តែស៊ូយីនាងក៏បានតបថាមិនទាន់ទេហើយពេលហ្នឹងស៊ីយូជាមួយនឹងអ្នកធ្វើការម្នាក់ទៀតហ្នឹងក៏បានមកសួរស៊ូយីថាតើនាងទៅណាហ្នឹងមានបេសកកម្មដែលមេបានដាក់ឲ្យមែនបើស៊ីយូវិញនាងក៏និយាយថាមិនចង់ឲ្យស៊ូយីហ្នឹងចេញពីធ្វើការមុននាងនោះទេស៊ូយីក៏ដាក់ម្ដាយលេងទៅព្រោះថានាងគឺរវល់ពិតមែនណាប៉ុន្តែស៊ូយីនាងក៏មិនបានប្រាប់ការពិតថានាងទៅណាដែរព្រោះខ្លាចថាពួកគេនាំគ្នានិយាយពីនាងអីអញ្ចឹងទៅស៊ូយីក៏បែរជាតបវិញថាប៉ារបស់នាងគឺចង់ធ្វើវិស្មករហើយគាត់ក៏ចង់ជួបមុខនាងដូច្នេះនាងក៏សម្រេចចិត្តថានឹងចំណាយពេល2-3ថ្ងៃនៅជាមួយគាត់ពេលដែលស៊ូយីនាងបានមកដល់ផ្ទះវិញនាងក៏បានធ្វើការរៀបចំឲ្យវ៉ាន់យកចុះមកខាងក្រោមពេលហ្នឹងអ្នកបើកបរក៏បានឲ្យដំណឹងមកស៊ូយីថាឥឡូវហ្នឹងក៏កំពុងតែចាំនៅមុខទ្វារនៅកន្លែងស្នាក់របស់នាងទើបស៊ូយីនាងក៏ប្រញាប់យកអីវ៉ាន់របស់នាងដើរទៅរកឡានពេលដែលនាងបានអូសអីវ៉ាន់ជិតដល់ទៅហើយក៏ប៉ុន្តែនាងក៏ត្រូវឈប់ភ្លាមដោយសារតែមានបុរសម្នាក់បានហៅនាងពីក្រោយស៊ូយីនាងក៏បានបែរទៅមើលថានរណាគឺជាអ្នកហៅនាងពេលនោះនាងក៏បានឃើញថាគឺជាស៊ីងចៅគ្រាន់តែបានឃើញគាត់ហើយស៊ូយីនាងក៏ប្រញាប់ដើរទៅមុខយ៉ាងលឿនក៏ប៉ុន្តែក៏ត្រូវបានស៊ីងចៅរត់មកចាប់ដែរហើយស៊ីងចៅក៏បានចាប់ផ្ដើមនិយាយទៅស៊ូយីថាគាត់បានរងចាំនាងនៅទីនឹងយូរហើយគាត់ក៏មានរឿងចង់ប្រាប់នាងដែរទូស្រីក៏បានក្លោះដៃចេញព្រោះថាមិនចង់ឲ្យស៊ីងចៅនឹងមកចាប់ដៃចាប់ជើងរបស់នាងនោះទេពេលដែលឃើញបែបហ្នឹងស៊ីងចៅក៏ចាប់ផ្ដើមនិយាយថាគាត់ដឹងស៊ូយីឥឡូវហ្នឹងកំពុងតែមានសង្សារថ្មីហើយគាត់ក៏មានសិទ្ធិចូលទៅជឿជែកក្នុងទំនាក់ទំនងរបស់នាងដែរប៉ុន្តែក៏មិនចង់ឃើញស៊ូយីទៅរៀបការជាមួយនឹងមនុស្សដែលធ្លាប់បានរៀបការហើយនោះទេដែលស៊ីងចៅក៏មកនិយាយប្រាប់ស៊ូយីបែបនេះក៏ដោយសារតែម្នាក់ស្រីសង្សាររបស់គាត់ហ្នឹងបានទទួលប្រាប់គាត់ថាឃើញស៊ូយីជាមួយនឹងលោកឈូហ្នឹងគឺពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ហើយនាងក៏ត្រូវបានលោកឈូហ្នឹងស្ដីបន្ទោសក៏ដោយសារតែស៊ូយីហ្នឹងផងដែរហើយពេលហ្នឹងស៊ូយីនេះក៏បានគិតថាតែម្នាក់ស្រីហ្នឹងបានជាគិតថាខ្ញុំទៅតាក់ទងនឹងលោកឈូមែនទេពេលនោះស៊ីងចៅក៏និយាយតទៀតថាលោកឈូរៀបការរួចហើយស៊ូយីនេះមិនអាចក៏ប៉ុន្តែក៏ត្រូវស៊ូយីកាត់វិញថាខ្ញុំគិតថាខ្ញុំក៏មានចំណូលចិត្តដូចជាមិត្តស្រីរបស់លោកដែរសុំទោសដែលធ្វើឲ្យលោកខកចិត្តយូស៊ីងចៅលោកគិតថាលោកជាមនុស្សត្រឹមត្រូវបែបនេះឬហើយលោកមកដាស់តឿនខ្ញុំនឹងទៅសម្អាតខ្លួនលោកជាមុនសិនទៅហើយមុនពេលដែលស៊ូយីដើរចាក់ចេញនាងក៏នៅជ្រិននិយាយដាក់គាត់បន្តិចទៀតថាគាត់គឺជាមនុស្សដែលបង្វេងស្មារតីហើយនាងក៏មិនមានហេតុផលអីដែលត្រូវនិយាយជាមួយនឹងគាត់ទេនោះដែរហើយគ្រាន់តែគាត់បានឃើញស្លាកលេខឡានភ្លាមគាត់ឡើងភ្ញាក់ផ្អើលរួចហើយក៏បានសួរទៅស៊ូយីថាមិនបានជាស៊ូយីនឹងទៅជាមួយនឹងគេបែបហ្នឹងពេលដែលនាងឮគាត់និយាយបែបហ្នឹងនាងក៏បែរមកវិញព្រមទាំងនិយាយថាចុះមកនាងចង់ទៅជាមួយនឹងអ្នកណាត្រូវការសុំការអនុញ្ញាតពីគាត់ដែរមែនទេហើយណាមួយវិញទៀតពួកយើងទាំងពីរគឺជាគូដ៏ល្អឥតខ្ចោះប្រសង្ហេនិងស្រីស្អាតគឺមិនដូចជាលោកនោះទេស៊ីងចៅក៏បានដើរទៅតាមនិយាយជាមួយនឹងស៊ូយីថាស៊ូយីនឹងចង់សងសឹកគាត់វិញមែនស៊ូយីក៏បានបែរទៅសួរគាត់វិញថាសងសឹកគាត់តែគាត់នឹងមានអីឲ្យនាងសងសឹកទេហើយនាងក៏បានប្រាប់ឲ្យគាត់ត្រៀមខ្លួនព្រោះថាមិនយូរហើយក៏មិនឆាប់ដែរគាត់នឹងបានឲ្យនាងថាមីងថ្លៃជាមិនខានឡើយនៅពេលដែលស៊ូយីនៅក្នុងឡាននាងក៏បានគិតបណ្ដាថានាងដឹងច្បាស់ថាការសងសឹកនឹងចាប់ផ្ដើមពីឥឡូវនេះប៉ុន្តែក្នុងពេលឥឡូវនេះពាក្យសងសឹកសម្រាប់នាងស្ដាប់ទៅវាហាក់ដូចជាអាក្រក់ពេកដំបូងឡើយនាងគិតថានាងនឹងចូលមកក្នុងផែនការមួយនឹងដើម្បីធ្វើឲ្យវាមានភាពរញ៉េរញ៉ៃនិងជាចុងក្រោយនាងនឹងដើរចេញដោយភាពរីករាយក៏ប៉ុន្តែនៅក្នុងពេលឥឡូវនេះវិញស៊ូយីគិតថានាងគឺមិនអាចទៅណាចោលទូប្រុសបានឡើយ